បាទសួស្តីអ្នកទាំងអស់គ្នាបាទនេះគឺជាវីដេអូទី15ជាវិញ្ញាសាទី4បាទនៅក្នុងឆ្នាំ2008បាទអញ្ចឹងនៅថ្ងៃនេះគឺយើងចូលមកដល់ចំណុច B នៃវិញ្ញាសានេះហើយចំណុច B នេះគឺទាមទារឲ្យយើងបាទឆ្លើយនៅសំណួរយល់ដឹងទៅលើអត្ថបទរបស់យើង comprehension check របស់យើងដែលសំណួរទាំងអស់មាន3សំណួរទី1បាទអញ្ចឹងចំពោះ3សំណួរនេះអ្នកទាំងអស់គ្នាត្រូវដឹងថាការឆ្លើយសំណួរ comprehension check ហ្នឹងគឺទី1គឺយើងទាមទារត្រូវអានសំណួរទាំង3ឲ្យយល់សំណួរទាំង3ហ្នឹងហើយចាំយើងទៅរកចម្លើយនៅខាងក្នុងអត្ថបទវាលះវាលឿនអញ្ចឹងយើងចាប់ដើមមើលពីសំណួរទី1បានមួយបន្ទុកគេសួរថា what can you advertise through number 2 what can advertisement be used to advertise number 3 how many purposes of advertisement are they what are they បាទអញ្ចឹងទី1តើអ្នកអាចផ្សព្វផ្សាយតាមរយៈអ្វីបានទី2តើការផ្សព្វផ្សាយនឹងអាចត្រូវបានប្រើដើម្បីផ្សព្វផ្សាយអំពីអ្វី number 3លេខ3តើគោលបំណងនៃការផ្សព្វផ្សាយនឹងមានប៉ុន្មានwhat are they តើពួកវាជាអីបាទពួកវាជាអីអញ្ចឹងសំណួរទាំង3នេះយើងបានអានហើយបកប្រែក៏យើងយល់ដែរអញ្ចឹងយើងទៅមើលនៅក្នុងអត្ថបទហើយរកចម្លើយមកសម្រាប់អ្នកដែលចេះវិក្យសព្ទច្បាស់គឺងាយស្រួលនៅក្នុងការស្វែងរកបកប្រែស្វែងរកចម្លើយគឺងាយចុះបើសិនជាអ្នកអត់ចេះអញ្ចឹងបើអ្នកអត់ចេះវាលក្ខណៈរៀងព្រាវបន្តិចប៉ុន្តែយើងមើល keyword នៅក្នុងសំណួរទី1យើងមានឃើញពាក្យអីគេ advertise ហើយនឹងពាក្យ through បាទអញ្ចឹងបើយើងមិនចេះបកប្រែមិនច្បាស់ទេក្នុងករណីដែលយើងមិនសូវចេះណាអញ្ចឹងយើងធ្វើម៉េចគឺយើងរកពាក្យកន្លឹះនោះមករក keyword វាមក advertise ហើយនឹង through អញ្ចឹងយើងទៅមើលខាងលើបាទយើងមើលអានពីនេះមកតើមានកន្លែងណាដែលបង្ហាញពី advertise និង through ទេហើយជាទូទៅការឆ្លើយសំណួរនៅក្នុងវិញ្ញាសាបាក់ឌុបនេះគឺគេមិនដាក់សំណួរលក្ខណៈ synonym ទេគេអត់ដាក់លក្ខណៈថានៃដូចសូខុសអីទេគឺគេដាក់សំណួរបើនិយាយពីលំដាប់វិញគឺលំដាប់នៅក្នុងអត្ថបទហ្នឹងពីលើមកក្រោមអញ្ចឹងស្រួលរកសំណួរអត់បាក់រកទេមូលហេតុដែលគេដាក់លំដាប់ពីលើមកក្រោមនេះគឺអាចឲ្យយើងមើលពាក្យកន្លឹះបានអញ្ចឹងយើងមើលពាក្យកន្លឹះទី1យើងឃើញពាក្យ advertise ហើយនឹងពាក្យ through បាទអញ្ចឹងតើពីពាក្យហ្នឹងយើងមើលពីលើមកវាជួបកន្លែងណាហើយយើងមើលទៅដូចជា business is very competitive nowadays if a business wants to succeed therefore it must be advertised through បាទឃើញបាទណា advertise ហើយនឹងពាក្យអីគេ through បាទអញ្ចឹងពីរពាក្យនេះគឺជា keyword advertise through អញ្ចឹង advertise through បាទអញ្ចឹង advertise through medium បាទ medium នេះមធ្យោបាយ including អីគេមានអីគេ television radio magazine and newspaper អញ្ចឹងកន្លែងនេះគឺវាដូចជាឲ្យចម្លើយយើងឃើញតែម្ដងអញ្ចឹងយើងរក keyword វាមក advertise through ផ្សព្វផ្សាយតាមរយៈអញ្ចឹងផ្សព្វផ្សាយតាមរយៈអញ្ចឹងស្រួលរកទេចម្លើយអត់ពិបាករកទេណាបាទនេះគឺនៅក្នុងលក្ខខណ្ឌដែលយើងរកចម្លើយឲ្យបានលឿនហើយករណីយើងអត់សូវចេះភាសាអង់គ្លេសខ្លាំងស្ទាត់ជំនាញអញ្ចឹងទៅបើអញ្ចឹងបើអ្នកជំនាញគេមិនអីគេកលិចភ្នែកចោលទៅអត្ថបទប៉ុណ្ណេះសំណួរប៉ុណ្ណេះគឺស៊ីផុយងាយស្រួលទេបើអញ្ចឹងនេះគឺជាចម្លើយរបស់វាយើងអាចសរសេរបានមកបាទយើងមើលទៅបាទ we can advertise through media including TV radio magazine and newspaper អញ្ចឹងនេះគឺជាការផ្សព្វផ្សាយរបស់យើងតាមរយៈទូរទស្សន៍អីចឹងទៅបាទអញ្ចឹងចំណុចទី2 what can advertisement be used to advertise អញ្ចឹងយើងឃើញ keyword របស់វាមានអីគេ keyword របស់វាគឺមានអីគេបាទ advertisement បាទហើយនឹងពាក្យគេ be used to advertise បាទអញ្ចឹងយើងមើលកន្លែងណាដែលបង្ហាញពី advertisement នេះបាទគ្រាន់តែយើងមើលពីលើចាប់មកចេញដល់ក្រុមយើងឃើញ advertisement កន្លែងនេះបាទអញ្ចឹងតម្រុយយើងមួយ be used to ឃើញ can នេះ can be used to ឃើញ used to នេះបាទ
ចឹង advertise អញ្ចឹងចម្លើយគឺនៅលើគោកតែម្ដងបាទអញ្ចឹង business products shops and causes បាទនេះគឺជាចម្លើយបាទនេះគឺជាចម្លើយណាបើអញ្ចឹងងាយទេអត់ពិបាកទេបាទយើងអាចស្រួលនៅក្នុងការឆ្លើយអញ្ចឹងបាទអញ្ចឹងយើងមើលចំណុចទី3បាទគោលបំណងនៃការផ្សព្វផ្សាយពាណិជ្ជកម្មពួកវាមានប្រមាណហើយពួកវាជាអីអញ្ចឹងទៅបាទអញ្ចឹងយើងមើល purpose បាទ purposes បាទយើងមើល purposes បាទអញ្ចឹងយើងរក keyword purposes មកយើងអានមួយមកឬក៏ skimming វាមកយើងនេះយើងឃើញបាននេះមើលមកក្រុមទៀត advertisement can have two main purposes បាទមានអីគេមានគោលបំណង2សំខាន់អញ្ចឹងចម្លើយបាន2អញ្ចឹងមានប៉ុន្មានthere are two បាទកន្លែងត្រូវ are there នេះតែគេដាក់ are they វិញអញ្ចឹងសំណួរនេះខ្ញុំ screenshot ពីវិញ្ញាសាមកដូច្នេះហើយខ្ញុំអត់បានកែកន្លែង they នេះចេញដាក់ there ណាអញ្ចឹងយើងអាចដាក់ថា there are two purposes បាទមាន2អញ្ចឹងចម្លើយគឺកន្លែងនេះមួយបន្ទាប់2មកទី1 the first អញ្ចឹងវាបានទី1យើងដឹងតែ2ឯងអញ្ចឹងទី1បាទ the first purpose មានអីគេ to tell customer about good they want to sell បាទអញ្ចឹងនេះជាចម្លើយមួយ there are two main purpose the first purpose ឬក៏យើងដាក់លេខ1មក number 1 to tell consumer about goods they want to sell បាទអញ្ចឹងអាហ្នឹងគឺជាចម្លើយ second បាទទី2យើងអានមករកមក keyword វាទី2 is to sell a large amount and make good profit បាទអញ្ចឹងចម្លើយគឺយើងបានបែបនេះបាទ there are two purposes of advertisement they are to tell consumer a good we want to sell two to sell goods in a big amounts to get a profit បាទអញ្ចឹងងាយស្រួលទេមិនពិបាកទេជំនួយបាទអញ្ចឹងឥឡូវខ្ញុំភ្ជាប់វីដេអូនេះជាមួយនឹងផ្នែកទី2នៃវិញ្ញាសាទី4តែម្ដងទៅបាទអញ្ចឹងផ្នែកទី2នៃវិញ្ញាសាទី4បាទយើងមើលទាំងអស់គ្នាបាទយើងមើលទាំងអស់គ្នាទៅនៅក្នុងនេះបាទគេឲ្យយើងភ្ជាប់បាទប្រយោគ A បាទ section A ប្រយោគនៅក្នុង section A ជាមួយនឹងពាក្យមួយឬក៏អាមួយដែលមួយតំណាងឲ្យប្រយោគដែរណាមួយប្រយោគមួយណាដែលអីដែលស័ក្តិសមបំផុតនៅក្នុង section B អញ្ចឹងគេឲ្យយើងសរសេរចម្លើយនៅក្នុង section C បាទ section A section B section C អញ្ចឹងចម្លើយគឺសរសេរនៅទីនេះបាទទី1គេធ្វើឲ្យយើងជាឧទាហរណ៍ហើយ I don't know where Pastor Street is បាទខ្ញុំអត់ស្គាល់កន្លែងណាជាផ្លូវអីគេជាផ្លូវអីគេជាផ្លូវ Pastor Street ហ្នឹងទេខ្ញុំអត់ស្គាល់ទេអញ្ចឹងបើអត់ស្គាល់អញ្ចឹងអានេះគេឲ្យយើងភ្ជាប់ទៅណាភ្ជាប់ទៅ G ភ្ជាប់ទៅ G ថាម៉េចអត់ G គេថា then you are to look a map បាទអញ្ចឹងធម្មតាតកតងនឹងផ្លូវគឺមាន map មានអីហ្នឹងគឺយើងអាចបាទទីកន្លែង keyword វាទីកន្លែងផ្លូវកន្លែងនេះផែនទីអញ្ចឹងផែនទីហើយនឹងផ្លូវវាស៊ីគ្នាបាទអញ្ចឹងរួចបកប្រែថាម៉េចអញ្ចឹងអ្នកគួរតែមើលទៅក្នុងផែនទីទៅអញ្ចឹងទី2គេថាម៉េច it is easy to cut down a tree វាគឺងាយស្រួលនៅក្នុងការកាត់ដើមឈើបាទ cut something down ឬក៏ cut down a tree បាទកាត់ផ្ដួលរំលំអញ្ចឹងណាកាត់ផ្ដួល cut down ពីកាត់ផ្ដួលកាត់រំលំអញ្ចឹងទៅបាទ cut down នេះណាបាទហើយខ្ញុំនេះ cut down បាទផ្ដួលឬក៏កាត់រំលំអញ្ចឹងនៅក្នុងនេះវាបើសិនជាយើងទាញនៅចម្លើយបាទវាអាចថាវាងាយស្រួលនៅក្នុងការកាត់ដើមឈើតែពិបាកនៅក្នុងការដាំអីចឹងទៅបាទព្រោះប្រយោគនោះទំនោរវាទៅអញ្ចឹងបើយើងអានេះយើងគិតលេងប៉ុន្តែឥឡូវយើងស្វែងរកចម្លើយទាំងអស់គ្នាបាទ the film will already have started បាទភាពយន្តបានចាប់ដើម I think we are being followed ខ្ញុំគិតថាយើងទាំងអស់គ្នាគួរតែគោរពតាម I would be checked បាទ check នេះមានន័យថាបណ្ដេញចេញពីការងារបនាមបកប្រែថាបង្វិចបាទឬក៏ថង់អីចឹងទៅបាទ D but it's not so easy to grow one បាទប៉ុន្តែវាមិនងាយស្រួលទេដើម្បីដាំ
ដើមដាំមួយវិញបាទអញ្ចឹងអានេះវាតកតងទៅនឹងការកាត់ហើយនឹងការដាំដើមឈើបាទនេះបាទអញ្ចឹងចម្លើយបាទគឺច្បាស់ណាស់គឺប្រកាសជា D នឹងឯងបាទគឺទៅ D បាទអញ្ចឹងចំពោះទី3វិញ I can hear a knock on the door ខ្ញុំអាចឮសំឡេងគោះទ្វារនៅលើសំឡេងគោះនៅលើទ្វារបាទ knock នេះខោកឬក៏គោះបើសិនជានៅលើផ្លូវឡានប៉ះគ្នាបន្តិចក៏ពិតកាងមុខកាងក្រោយហ្នឹងគេថា knock អញ្ចឹងទៅបុកគ្នាអញ្ចឹងទៅបើបដាល់វិញគេប្រើពាក្យថា knock down បាទ knock down ហ្នឹងមានន័យថាផ្ដួលដៃគូឲ្យស្លាប់អញ្ចឹងណាបាទអញ្ចឹងចម្លើយតើយើងអាចទៅរកនៅណាបានមួយណាបានបាទអញ្ចឹងយើងមើលបាទខ្ញុំឮសំឡេងគោះនៅទ្វារអញ្ចឹងមានតែបើកទ្វារទៅឬក៏សួរតាណា who is it អញ្ចឹងទៅបាទអញ្ចឹងយើងមើល A B យើងបកប្រែហើយយើងមើលចម្លើយមើលតើមួយណាដែលត្រឹមត្រូវ Why don't you go to answer it then you ought to នេះគឺអស់ហើយអញ្ចឹងបើសិនមើលសំឡេងគោះទ្វារឬក៏ចុចកណ្ដឹងបាទអាសមជាងគេប្រហែលជា F នេះហើយហេតុអីបានជាអ្នកមិនទៅឆ្លើយតបមានថាបើគេគោះមានថានៅប្រទេសគេឬក៏នៅខ្មែរបច្ចុប្បន្ននេះគឺវាទំនើបវាគេជួនកាលគេអត់គោះទេឬក៏គេចុចកណ្ដឹងបើគេគោះក៏យើងមានវីដេអូមើលអញ្ចឹងណាហើយយើងទៅឆ្លើយតបថាអូមានមនុស្សនៅឬក៏អីចឹងទៅអញ្ចឹងខ្ញុំគិតថាវាជាចម្លើយ F បាទពិតត្រឹមត្រូវបាទអញ្ចឹងយើងមើលចំណុចលេខ4 by the time we get to the cinema មុនពេលដែលយើងទៅដល់រោងកុនបាទនេះវាដូចជាបាទតកតងទៅនឹងអីអ្នកនរគ្នាតកតងទៅនឹងfuture perfect យ៉ាងអ្នកនរគ្នាបាទឃើញ by the time នេះក៏ឃើញ by the time ហ្នឹងគឺយើងអាចសម័យដល់កាលមួយគឺ future perfect អញ្ចឹងនៅខាងមុខនេះតើមាន future perfect ទេអ្នកនរគ្នាបាទគឺមានតែមួយប្រយោគនេះទេនេះបាទមួយប្រយោគខាងលើគឺ A នឹងតែម្ដងអញ្ចឹងងាយនេះងាយយើងប្រើតាម grammatical ទៅ grammatical word grammatical clue ទៅវាអាចជួយឲ្យយើងបំពេញបានលឿនយើងបាច់ចាំទៅមើលអីផ្សេងទៀតទេអញ្ចឹង A នេះជាចម្លើយមួយដែលត្រឹមត្រូវដែលយើងត្រូវដាក់បាទទី5 there's somebody behind us មាននរណាម្នាក់នៅពីក្រោយយើងបាទអញ្ចឹងនៅក្នុងនេះបើមានអ្នកពីក្រោយមានអ្នកដើរតាមឬក៏អ្នកលួចមើលលួចអីយ៉ាងទៅអញ្ចឹងយើងមើលចម្លើយបាទអញ្ចឹង A យើងប្រើហើយនៅសល់ B I think we are being followed ខ្ញុំគិតថាយើងគឺត្រូវបានអីគេត្រូវបានតាមដានឬក៏ត្រូវបានដើរតាមមានអ្នកដើរតាមអញ្ចឹងណាអានេះវាជាចម្លើយបាទត្រឹមត្រូវងាយរកទេបាទ number 6 if you don't do my shop properly sorry if I don't do my shop properly បើសិនបើខ្ញុំមិនធ្វើការខ្ញុំឲ្យបានត្រឹមត្រូវទេយ៉ាងម៉េចអញ្ចឹងនៅសល់ C ហើយនឹងអីនឹង E C ហើយនឹង E បាទនេះបើសិនបើខ្ញុំមិនធ្វើការត្រឹមត្រូវទេ I would be checked ខ្ញុំនឹងត្រូវបានបណ្តេញចេញពីការងារបាទ check នេះគឺបណ្តេញចេញដល់ពេល E វិញបើសិនបើខ្ញុំធ្វើការមិនត្រឹមត្រូវនាងនឹងមិនអស់កម្លាំងគ្រប់ពេលទេបាទអញ្ចឹងចម្លើយដែល suitable គឺចម្លើយ C នេះឯងបាទអញ្ចឹង set បកប្រែថាដេញចេញពីការងារឬក៏បង្វិចបើថ្នាក់ពាក្យវិជ្ជានាមបង្វិចឬក៏ថងអីចឹងទៅបាទអញ្ចឹងនេះគឺជាផ្នែកទី2នៃវិញ្ញាសាទី4អញ្ចឹងខ្ញុំសូមភ្ជាប់ទៅមួយវីដេអូជាមួយគ្នាត្មងទៅគឺផ្នែកទី3តែម្ដងបាទដោយសារវារៀងសល់ពេលវេលានៅគួរសមដែរវីដេអូនេះបាទអញ្ចឹងខ្ញុំចូលទៅចំណុចនេះបាទចំណុចនេះខ្ញុំបកស្រាយឲ្យអ្នកទាំងអស់គ្នាដោយបង្ហាញនៅ punchline ទៅអ្នកទាំងអស់គ្នាដើម្បីអ្នកទាំងអស់គ្នាស្រួលមើលហើយនឹងបើកស្ដាប់ជួស្ដាប់សលេងមិនសូវឬក៏យើងអាចអាននៅ punchline ដែលគេបង្ហាញថាមូលហេតុអីបើយើងត្រូវប្រើពាក្យទាំងអស់នេះដើម្បីបំពេញនឹងចន្លោះអញ្ចឹងទៅបាទអញ្ចឹងផ្នែកទី3នេះ grammar 10ពិន្ទុអញ្ចឹង there are 4 answer for each statement មានចម្លើយ4សម្រាប់រាល់ប្រយោគនីមួយៗអញ្ចឹងចម្លើយទាំង4នេះកាលណាមានចម្លើយ4មានថាយើងមានឱកាស 25% នៅក្នុងការទូទាយត្រូវអញ្ចឹងណាបាទ only one answer is correct មានតែចម្លើយមួយទេដែលត្រូវអញ្ចឹងនៅក្នុងនេះកាលណានាំគេថាចម្លើយមានតែមួយទេអញ្ចឹងពេលខ្លះនៅក្នុង
ការណែនាំខ្លះគេមិនដាក់តាមមួយចឹងទេ not only one អូខេគេអាចដាក់ថា one or more answer is are correct អញ្ចឹងគេដាក់អញ្ចឹងចម្លើយមួយឬក៏លើសពីមួយដែលត្រឹមត្រូវអញ្ចឹងវាអាច2ឬក៏3អញ្ចឹងទៅអញ្ចឹងការអានការណែនាំគឺសំខាន់ជ្រើសរើសចម្លើយដែលត្រឹមត្រូវហើយ tick វានៅក្នុងប្រអប់បាទ tick នៅក្នុងប្រអប់អត់មានទៅសេចម្លើយណាទេ The first one has been done as an example for you បាទទី1ត្រូវបានធ្វើជាតសម្រាប់នេះសំណាង did not go to school because he was ill បាទអញ្ចឹងតកតងទៅនឹងការបញ្ចូលនេះខ្ញុំសូមផ្ដល់ជូននៅប្រអប់បែបនេះតែម្ដងបាទអញ្ចឹងប្រអប់នេះខ្ញុំសរសេរដើម្បីអ្នកទាំងអស់គ្នាស្រួលមើលស្រួលយល់អញ្ចឹងទៅ because បានបង្ហាញអំពីអីបង្ហាញពីមូលហេតុបាទដែលគាត់មិនទៅសាលាដោយសារអីដោយសារការឈឺអញ្ចឹង other option អញ្ចឹងជំរឿផ្សេងទៀតដែលយើងអាចរើសបាននៅទីនេះមានដូចជាអីមានដូចជា if តកតងទៅនឹងលក្ខខណ្ឌបាទលក្ខខណ្ឌអញ្ចឹងវាអត់ស៊ីទេ thought បាទ sorry dove នេះគឺតកតងនឹងអ្វីបាទមានថានិយាយពីអ្វីដែលផ្ទុយអត្តន័យផ្ទុយអញ្ចឹងក៏អត់ស៊ីដែរបាទអត់ស៊ីទេអត់ស៊ីគ្នាអញ្ចឹង but ក៏ផ្ទុយដែរបាទអញ្ចឹងចម្លើយគឺងាយទេគឺ because នឹងតែម្ដងបាទអញ្ចឹងអ្វីដែលយើងគួរមើលទៀតគឺចំណុចទី2អញ្ចឹងចំណុចទី2 if it does not stop raining the road okay have been flooded would be have flooded would be flooded will be flooded បាទអញ្ចឹងយើងមើលតើយើងគួរតែយកចម្លើយមួយណាអញ្ចឹងចម្លើយដែលយើងបានជ្រើសរើសនោះគឺចម្លើយ D មូលហេតុអីបាទអញ្ចឹងមូលហេតុគឺនៅទីនេះអញ្ចឹងយើងរើសយកចម្លើយ D ដោយសារតែអីដោយសារវាជាទម្រង់ first conditional អញ្ចឹងដូចខ្ញុំបាននិយាយខាងលើអញ្ចឹងកាលណាយើងស្គាល់ទម្រង់វេយ្យាករណ៍ច្បាស់អញ្ចឹងការធ្វើបំពេញចន្លោះឬក៏ការសរសេរអីមួយគឺវាងាយបាទវាធ្វើឲ្យយើងអាចរកចម្លើយបានលឿនហើយត្រឹមត្រូវទៀតអញ្ចឹងព្រោះវេយ្យាករណ៍ហ្នឹងគឺជាការរៀនភាសាអង់គ្លេសមួយបែបវិទ្យាសាស្ត្រអញ្ចឹងវា2 + 2 = 4 1 + 1 = 2គឺបែបហ្នឹងគឺមិនអាចខុសចន្លោះបានទេបាទអញ្ចឹង first conditional វានិយាយពី real future possibility ដែលប្រើ will បូកជាមួយនឹង base verb បាទអញ្ចឹងអានេះបើនិយាយមែនតើទៅបាទទម្រង់របស់វាគឺតកតងទៅនឹង present simple បូកជាមួយនឹងទម្រង់ will future simple អញ្ចឹងមកបាទជាមួយគ្នាបើយើងដាក់ចម្លើយ A វិញ have been flooded នេះជា present perfect ខុសកាលណាដល់ពេលចម្លើយ B វិញ would អីគេ would be have flooded grammatical incorrect អត់ត្រូវតាមវេយ្យាករណ៍ទេ would be have ផងអីផងនេះអត់ត្រូវទេណាបាទមាន B ហើយមានអីទៀតមាន have ទៀតបាទហ្នឹងគឺអត់ត្រឹមត្រូវទេបាទអញ្ចឹង C would be flooded អញ្ចឹងនេះ second conditional វាបង្ហាញពីសមត្ថកម្មមួយហើយមិនមែនជាអ្វីដែលកាត់ឡើងនៅក្នុងពេលអនាគតនោះទេវាមិនពិតនៅក្នុងពេលអនាគតអញ្ចឹងវាមិនត្រូវនិយាយខ្លីទៅយើងមើលថាអានេះគឺជាទម្រង់ if បូកជាមួយនឹង present simple អញ្ចឹង the road will be flooded ប៉ុន្តែគឺវាបាទជាចម្លើយមួយដែលត្រឹមត្រូវបាត់ហើយបាទចម្លើយមួយដែលត្រឹមត្រូវបាទអញ្ចឹងយើងទៅទៀតបាទយើងទៅទៀតចំណុចទី3បាទចំណុចទី3 I feel tired because I បាទអញ្ចឹងចម្លើយយ៉ាងណា4 hours បាទ was working am working have been working has worked បាទអញ្ចឹងយើងចាប់ដើមមើលវិធាន I អញ្ចឹង I ប្រើជាមួយគេ was ត្រូវ am ត្រូវ have ត្រូវ has អត់ត្រូវទេកាត់ have នេះចោលមួយបាត់អញ្ចឹងយើងមើលទម្រង់នេះ I feel tired បាទខ្ញុំអស់កម្លាំងអញ្ចឹងបើគាត់អស់កម្លាំងគឺដោយសារតែគាត់បានអីបានធ្វើការអញ្ចឹងទម្រង់នេះនៅក្នុងលក្ខណៈដូចជាបច្ចុប្បន្នកាលហើយការធ្វើការរបស់គាត់នេះគឺមុនពេលដែលគាត់អស់កម្លាំងអញ្ចឹងពីអតីតកាលហូរចូលមកបច្ចុប្បន្នអញ្ចឹងក្នុងន័យនេះអាចទៅជា present perfect ឬក៏ present perfect continuous អញ្ចឹងអានេះចម្លើយនេះគឺជាចម្លើយមួយដែលយើងគួរពិចារណាបើយើងថា I was working បាទនេះវាតកតងទៅនឹង interaction ចូលទៅ past continuous វាអត់ត្រូវទេបាទ I am working ក៏អត់ដែរព្រោះយើងកំពុងធ្វើការហើយក៏វាអត់ត្រូវតាម
វេយ្យាករណ៍អញ្ចឹងយើងមើលចម្លើយទាំងអស់គ្នាបាទគឺចម្លើយ C ជាចម្លើយដែលត្រឹមត្រូវហើយយើងមើលមូលហេតុរបស់វាទាំងអស់គ្នាបាទអញ្ចឹង C have been working អញ្ចឹង present perfect continue have been working នេះគឺបញ្ជាក់អំពីកំឡុងពេលដែលបន្តចូលមកដល់បច្ចុប្បន្នភាពអស់កម្លាំងបច្ចុប្បន្នហ្នឹងគឺហូរចូលមកបច្ចុប្បន្នហ្នឹងតែចំណុច A was working ចំណុច A was working កំពុងធ្វើការ past continue doesn't connect to the present អត់ត្រូវ Okay am working present continue implies still working now បញ្ជាក់ថាវាកំពុងធ្វើការឡើងអញ្ចឹងអានោះត្រូវ has worked អានេះវាខុស subject agreement អ្នកទាំងគ្នា subject verb agreement ដូចខ្ញុំនិយាយអញ្ចឹង has បាទ has នេះគឺវាជាកិរិយាសព្ទមួយដែលប្រើជាមួយគេហៅថា modal ឬក៏ oxy modal ប្រើជាមួយនឹងsingular subject អញ្ចឹងវាអត់ត្រូវទេអត់ត្រូវជាមួយនឹង subject verb agreement អញ្ចឹងបាទអញ្ចឹងទី4 let's go out for dancing បាទអញ្ចឹងអានេះគឺជាប្រយោគមួយបើសិនជាយើងមិនបានឃើញមិនបានស្ដាប់ទេគឺអត់ចេះតែម្ដងវាជាលក្ខណៈ take question ប៉ុន្តែ take question នេះយើងចេះតែជាមួយនឹងប្រយោគមួយចំនួនដែលទូទៅនេះដូចយើងកម្រដែរមិនសូវឃើញគេប្រើអញ្ចឹងបាទអញ្ចឹង let ពាក្យថា let us go បាទមិន let is មិន let has ទេណាគឺ let us go out for dancing អញ្ចឹងចម្លើយអ្នកទាំងអស់គ្នាប្រហែលជាអាចនឹងយក do not be អីនេះទៅប៉ុន្តែប្រហែលជាអត់ត្រូវទេអាហ្នឹងបាទជាទូទៅនៅក្នុងប្រយោគនេះគឺប្រយោគស្របហ្នឹងប្រយោគស្របបាទប្រយោគស្របអញ្ចឹង take question ទៅជាប្រយោគសំណួរហើយវាជាប្រយោគស្របតែនៅក្នុងនេះយើងមាន us អញ្ចឹងបើយើងគិតមើលទៅយើងបាទយើង concept មួយចំនួនមកសម័យថាកន្លែងនេះប្រហែលជាធ្វើប្រើ do ហើយដោយសារ ជាអីsingular plural អញ្ចឹងណាសំទោស first person កិរិយាសព្ទសំទោសសព្វនាមបរោះទី1ពហុវចនៈបាទ first person plural អញ្ចឹងដល់ពេលអញ្ចឹងយើងប្រហែលជាគិតថាប្រហែលជាត្រូវដាក់ do not be អញ្ចឹងទៅឬក៏ will នេះក៏អត់ត្រូវ VR នេះក៏អត់ត្រូវដែរដោយសារវាអត់ត្រូវជាមួយនឹងនេះទេនេះប្រើ do ហើយកិរិយាសព្ទក៏អត់មានអីដែរថែម ing ឬក៏អតីតកាលអីក៏មានដែរមាន go អញ្ចឹងចម្លើយដែលយើងអាចគិតបានគឺ do ហើយនឹងអីផ្សេងមួយទៀតតែអ្វីដែលជាជំរឿនអ្នកដែលធ្លាប់បានរៀនតាក់ទងទៅហ្នឹងគឺប្រហែលជាគិតថា do ច្រើនជាងបាទអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺមិនចម្លើយ B ទេចម្លើយត្រឹមត្រូវគឺចម្លើយ D បាទចម្លើយ D អញ្ចឹងមូលហេតុអីបានយើងត្រូវដាក់ចម្លើយ D អញ្ចឹងយើងមើលទាំងអស់គ្នាអញ្ចឹង shall we អញ្ចឹងការបញ្យល់នេះខ្ញុំដាក់ explanation នេះ let's suggestion use shall we in a question take បាទអញ្ចឹងការប្រើ let's ហ្នឹងគឺដាច់ខាតទាមទារឲ្យយើងត្រូវប្រើ shall we តែម្ដងនៅក្នុង take question បាទនេះគឺជាករណីមួយដែលយើងត្រូវតែប្រើអត់មានអីដែលគួរឲ្យសួរឆ្ងល់ទេគឺវាជាគូនឹងគ្នាតែម្ដង let's ហើយនឹង shall we នៅក្នុង take question នេះគឺជាគូនឹងគ្នាបាទអត់មានអីត្រូវឆ្ងល់ទេបាទវាមានការបញ្យល់ដែរតែខ្ញុំមិនបញ្យល់ក្នុងនេះអស់ទេឆ្ងល់នៅក្នុងឱកាសណាមួយខ្ញុំនឹងធ្វើការបកស្រាយឲ្យបានលម្អិតអស់អូខេ A នៅក្នុងចំណុច A នេះ are we incorrect take for suggestion do not be grammatically incorrect ចឹងទៅបាទនេះត្រូវសរសេរ contract សេកាត់ចឹងណាបាទ C will we អញ្ចឹងអានេះក៏អត់ដែរ future statement not suggestion អត់ត្រូវទេបាទអញ្ចឹងយើងចូលចំណុចទី5អញ្ចឹងចំណុចទី5នេះគឺយើងនិយាយអំពីសំណួរមួយសំណួរដែល do you know the man sits next to you បាទអញ្ចឹងវាងាយទេ do you know the man អញ្ចឹង man នេះគឺជាមនុស្សហើយកន្លែងនេះច្បាស់ប្រកាសជាតកតងទៅនឹង relative clause ហើយអញ្ចឹង relative clause និយាយអំពីមនុស្សហើយជាប្រធានទៀតអញ្ចឹង 100% គឺជាអីគឺជា who នឹងឯងអញ្ចឹងមូលហេតុអីបានយើងដាក់ផ្សេងបាទអញ្ចឹងនេះគឺជាចម្លើយបាទ who គឺជា subject pronoun refer to the man បាទយើងឃើញទេបាទចំពោះ other options ជំរឿផ្សេងទៀតដូចជា whom តកតងទៅនឹងកម្មបត្តិ
បាទសព្វនាមកម្មបត្តិទើបយើងអាចដាក់ជាប្រើជា relative clause បាន be whose តកតងទៅនឹងកម្មសិទ្ធិ which តកតងទៅនឹងវត្ថុមនុស្សមិនមែនវត្ថុសត្វមិនមែនប្រើចំពោះមនុស្សទេ which នេះណាបាទប្រើបាន who ទេមនុស្សតែ that ពេលខ្លះអាចប្រើចំនួនមនុស្សបានបាទអញ្ចឹងចម្លើយទី6យើងមើលគ្នា My brother and I hard to support our family ever since we were children បាទអញ្ចឹងចម្លើយនៅក្នុងនេះបាទយើងមើលពាក្យថា ever since តាំងពីយើងនៅពីក្មេងអញ្ចឹងគាត់នៅឃើញ position នេះមកយើងអាចសម័យដល់កាលអីហើយបាទគឺកាល present perfect គឺកាល present perfect បាទអញ្ចឹងចម្លើយគឺច្បាស់ណាស់គឺនៅចំណុច A នេះឯងបាទ A ហើយមូលហេតុបាទមូលហេតុដែលយើងដាក់ present perfect ដោយសារវាបង្ហាញពីសកម្មភាពពីអតីតកាលចូលមកដល់បច្ចុប្បន្នបើ B យើងដាក់ថា verb អានឹង present simple អត់ត្រូវជាមួយនឹងអីគេនេះ evolution នេះទេបាទ verb working past continue no connection to present អត់មានអីតាក់ទងជាប់ជាមួយនឹងបច្ចុប្បន្នទេហ្នឹង worked បាទ past simple បាទគឺអត់បានបញ្ជាក់អំពីពេលវេលាឲ្យបានច្បាស់លាស់អញ្ចឹងទៅពេលអញ្ចឹងវាទៅជាពេលវេលាមួយដែលកាត់ឡើងហើយតចូលនៅក្នុងបច្ចុប្បន្នចប់ពេលណាអត់ជាលក្ខអញ្ចឹងវាជា present perfect ហ៎ចំពេញតែម្ដងបាទអញ្ចឹងនេះគឺជាចំណុចទី3បាទចំណុចទី3ហើយចំពោះវិញ្ញាសានេះដែរគឺមានដល់ចំណុចទី4បាទទី4និងទី5សំណេរតែម្ដងបាទហើយទី4និងទី5តកតងទៅនឹងសំណេរនេះខ្ញុំនឹងធ្វើវានៅក្នុងវីដេអូក្រោមទៀតបាទអរគុណច្រើនហើយបើមានកន្លែងណាខុសទោះឆ្គងបាទសូមជួយ comment ដើម្បីកែលម្អហើយបើចង់យល់ស៊ីជម្រៅនៅចំណុចណាមួយសូមអ្នកទាំងអស់គ្នា comment នៅខាងក្រោមខ្ញុំនឹងធ្វើការបកស្រាយជូនឲ្យបានស៊ីជម្រៅបាទអរគុណ see you